លីសានជ័យរស្មីពោព្រឹកទទួលបានជ័យជំនះក្នុងជើងទី1ហើយបាទឥឡូវយើងត្រឡប់ទៅគូទី87វិញបាទគូទី87សុវណ្ណចម្ប៉ាហោះបាទសុវណ្ណចម្ប៉ាហោះខ្សែទឹកខាងក្នុងរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំឯកសន្តានពណ៌លឿងចុងចង្វាពណ៌សបាទលបឿនប្រហាក់ផែលគ្នាទេទៅលើឈើទាលសជ័យបារមីភ្នំបណ្ណបាទរបស់រដ្ឋបាលខេត្តបាត់ដំបងបាទទទួលបានការឧបត្ថម្ភពីសម្ដេចកលាហោមឯកឧត្តមកៅរិទ្ធបាទហើយនឹងឯកឧត្តមបាទឥឡូវយើងឃើញហើយឥឡូវនេះដល់ខ្សែទឹកក្នុងបាទសុវណ្ណចម្ប៉ាហោះរបស់សម្ដេចវិបុលសេនាភក្តីសៃឈុំបាទដកហើយបាទដកនេះដកឈ្នះហ្មងបាទគាត់ពាក់កណ្ដាលទូកបាទបាទឥឡូវយើងបន្តទៅគូទី94វិញបាទគូទី94ទាវិញនៀកសែនជ័យបាទរស្មីចន្ទ្រារបស់កងទ័ពជើងទឹកបាទទទួលបានការឧបត្ថម្ភពីឯកឧត្តមបាទនាយឧត្តមនាវីទីវិញបាទទីវិញបាទទទួលបានការឧបត្ថម្ភហើយឯកឧត្តមក៏បានឧបត្ថម្ភសម្រាប់ក្រុមការងារអត្ថាធិប្បាយតាវិការបាទម្សិលមិញ1លានរៀលបាទថ្ងៃនេះក៏ឯកឧត្តមបានឧបត្ថម្ភថែម1លានរៀលទៀតបាទសូមថ្លែងអំណរគុណហើយដៃគូនៅខ្សែទឹកខាងក្រៅគឺការរំសាកសិទ្ធបាទខេត្តកណ្ដាលរបស់លោកព្រឹទ្ធាចារ្យបណ្ឌិតអង្គសរឿនបាទអង្គសរឿនឡើយនេះឃើញថានៅប្រគៀបប្រកាត់នៅគ្នាបាទគៀកកៅគ្នានៅឡើយទេយើងខ្ញុំនឹងធ្វើអត្ថបាយបានលំអិតនៅលទ្ធផលពឹស្ដាពេលម្ដងទីតែឥឡូវនេះមើលឃើញសុខភាពទូកទាំងពីរហាក់ដូចជាចាក់យកមកតែតែក្នុងដកតិចហើយបាទដកហើយក្នុងដកតិចហើយទីវិញនេះសែនជ័យរស្មីចន្ទ្រារបស់ឯកឧត្តមនាវីយ៉ាទាវិញដែលឯកឧត្តមលោកបានធ្វើការឧបត្ថម្ភដល់ទូករបស់កងទ័ពជើងទឹកដ៏មានប្រជាប្រិយភាពមួយនេះចាហើយក្នុងនេះផងដែរក៏សូមគោរពថ្លែងអំណរគុណចាឯកឧត្តមនាវីទីវិញនិងលោកជំទាវកាន់ចន្ទ្រាដែលលោកបានធ្វើការឧបត្ថម្ភដល់ក្រុមអត្ថាធិប្បាយយើងខ្ញុំបាទឥឡូវនេះឃើញហើយអត់តដកឯនៅទៅគ្នាឡើយទៅគ្នាល្អណាស់បាទទុកទាំងពីរលបឿនជាមួយការរំការរំសាសិទ្ធនេះក៏ល្អដែរណាបាទល្អណាស់ការរំសាសិទ្ធទាវិញយ៉ាងម៉េចយ៉ាងណាបាទទាវិញនេះសែនជ័យរស្មីទាបាទល្អណាស់ឥឡូវនេះមកលេងគ្នាឥឡូវចាំមើលណាទុកនេះបើឈ្នះចាញ់យ៉ាងច្រើនណាដូចមួយងោកឯងបងងោកនិយាយរួមមួយងោកទៅមួយងោកណែឥឡូវដកឲ្យខ្សែទឹកខាងក្នុងនេះបាទទាវិញនេះសែនជ័យរស្មីចន្ទ្រាតហើយឥឡូវមើលក្បាលគងលើនេះក្បាលគងមកក្រហមពីមុខនេះណែឈ្នះបាទសកត់នៃអំពែនៃទូកបាទសកត់នៃអំពែនៃទូក